ចំពោះទី13ស្គាល់នឹងមិនរវីរវល់នឹងអន្ទាក់នៃការឌឺដងមិនមែនរាល់ការប្រកែកគ្នាសុទ្ធតែចាប់ផ្ដើមជាការមិនយល់ស្របគ្នានោះទេខ្លះចាប់ផ្ដើមជាការសាកល្បងជាមតិយោបល់ដែលបង្កប់នៃឌឺដងជាសម្ដីបញ្ឆិតបញ្ឈៀងឬជាទឹកដមសម្លេងដែលបង្កប់នៅចេតនាអាក្រក់ច្រើនជាងសម្ដីខ្លួនឯងទៅទៀតទាំងនេះមិនមែនជាការព្យាយាមប្រស្រ័យតាក់ទងជានិច្ចឡើយជាញឹកញាប់ពួកវាគឺជាការព្យាយាមឌឺដងដើម្បីចង់បានប្រតិកម្មដើម្បីអូសទាញអ្នកចូលទៅក្នុងលំហដែលអារម្មណ៍ចូលមកគ្រប់គ្រងនិងការគ្រប់គ្រងខ្លួនឯងត្រូវបាត់បង់ហាក់នៅខណៈដែលអ្នកមានប្រតិកម្មអន្ទាក់នោះក៏ត្រូវបានសម្រេចការឌឺដងឬ provocation មានប្រសិទ្ធភាពព្រោះវាដាក់គោលដៅលើអំណួតរបស់អ្នកវាប្រឈមនឹងអត្តសញ្ញាណរបស់អ្នកទំនុកចិត្តរបស់អ្នកឬអារម្មណ៍នៃការគោរពរបស់អ្នកវាធ្វើឲ្យអ្នកមានអារម្មណ៍ថាត្រូវការឆ្លើយតបត្រូវការពារត្រូវបញ្ជាក់អ្វីមួយហើយនៅពេលដែលអារម្មណ៍នោះចូលមកគ្រប់គ្រងអ្នកនឹងឈប់គិតឲ្យបានច្បាស់លាស់អ្នកឆ្លើយតបលឿនតាមអារម្មណ៍និងដោយគ្មានចេតនាច្បាស់លាស់អ្នកម្ខាងទៀតមិនថាគេដឹងខ្លួនឬមិនដឹងខ្លួនគេបានសម្រេចអ្វីដែលគេចង់បានហើយគឺគេបានគ្រប់គ្រងលើប្រតិកម្មរបស់អ្នកបញ្ហាមិនមែនស្ថិតនៅលើការដែលមានការឌឺដងកើតឡើងនោះទេបញ្ហាគឺត្រង់ថាតើវាត្រូវបានគេរំលងចោលដោយមិនចាប់អារម្មណ៍ញឹកញាប់ប៉ុណ្ណាមនុស្សជាច្រើនមិនដឹងខ្លួនឡើយនៅពេលដែលពួកគេត្រូវបានគេអូសទាញចូលក្នុងអន្ទាក់ទាំងនេះពួកគេគិតថាពួកគេគ្រាន់តែឆ្លើយតបទៅនឹងស្ថានភាពមួយប៉ុន្តែតាមពិតពួកគេកំពុងមានប្រតិកម្មចំពោះការជំរុញឲ្យខឹង trigger ប៉ុណ្ណោះហើយដោយសារតែការជំរុញនោះមានអារម្មណ៍ជារឿងបុគ្គលការឆ្លើយតបក៏មានអារម្មណ៍ថាជារឿងសមហេតុផល Nathan Cole បានជួបប្រទះរឿងនេះដដែលក្នុងអំឡុងពេលដែលគាត់នៅសាកលវិទ្យាល័យគាត់ជាមនុស្សផ្ដោតអារម្មណ៍មានវិន័យនិងហ្មត់ចត់នឹងការសិក្សាខ្លាំងប៉ុន្តែមិនមែនគ្រប់គ្នានៅជុំវិញគាត់សុទ្ធតែមានផ្នត់គំនិតបែបនេះឡើយមិត្តភ័ក្តិខ្លះយល់ថាការផ្ដោតអារម្មណ៍របស់គាត់ជារឿងចម្លែកខ្លះទៀតយល់ថាវាជាឱកាសដើម្បីប្រឈមនឹងគាត់មតិយោបល់តូចតាចចាប់ផ្ដើមរកគាត់សម្ដីដែលថាគាត់ជាមនុស្សហ្មត់ចត់ពេកស្ងប់ស្ងាត់ពេកឬខំប្រឹងពេកដំបូងឡើយ Nathan មិនរវីរវល់ទេប៉ុន្តែយូរទៅមតិទាំងនោះកាន់តែត្រង់មកក្នុងរងពេលកិច្ចពិភាក្សាក្រុមនរណាម្នាក់នឹងសួរដេញដោលពីគំនិតរបស់គាត់ជាមួយនឹងទឹកដមសម្លេងដែលហាក់ដូចជាការមើលងាយក្នុងការសន្ទនាធម្មតារឿងកំ pl ែងត្រូវបានគេយកមកលេងសើចដាក់រូបគាត់ហើយសន្សឹមដោយមិនដឹងខ្លួន Nathan ក៏ចាប់ផ្ដើមមានប្រតិកម្មគាត់ចាប់ផ្ដើមការពារខ្លួនគាត់បញ្យល់ពីជំរឿនរបស់គាត់រុញច្រានមកវិញចំពោះមតិទាំងនោះដោយព្យាយាមធ្វើឲ្យអ្នកដទៃយល់ពីទស្សនៈរបស់គាត់ប៉ុន្តែគាត់កាន់តែមានប្រតិកម្មអកប្បកិរិយារបស់គេកាន់តែបន្តអ្វីដែលគាត់យល់ថាជាតម្រូវការការពារខ្លួនអ្នកដទៃបែរជាយល់ថាវាជាប្រតិកម្មដែលពួកគេអាចជំរុញវាបានម្ដងទៀតវាคล้ายជាទម្រង់បែបបទមួយកាលណាគាត់កាន់តែចូលរួមគាត់កាន់តែត្រូវបានគេអូសទាញចូលក្នុងស្ថានភាពដែលរំខានដល់ការផ្ដោតអារម្មណ៍របស់គាត់ហើយមួយបន្ទាប់ពីការប្រស្រ័យតាក់ទងដ៏មូម៉ៅបំផុតមួយ Nathan បានដកថយមួយជំហានហើយឆ្លុះបញ្ចាំងពីអ្វីដែលកំពុងកើតឡើងគាត់ដឹងថាមតិយោបល់ទាំងនោះមិនមែនជាបញ្ហាពិតប្រាកដឡើយបញ្ហាគឺត្រង់ការឆ្លើយតបរបស់គាត់វិញទេរាល់ពេលដែលគាត់មានប្រតិកម្មគាត់កំពុងតែពង្រឹងអាកប្បកិរិយារបស់ពួកគេគាត់កំពុងបង្ហាញថាមតិទាំងនោះជះឥទ្ធិពលលើគាត់ហើយរឿងនោះធ្វើឲ្យគាត់ក្លាយជាគោលដៅដ៏ងាយស្រួលតាមរយៈការដឹងខ្លួនបែបនេះគាត់ក៏សម្រេចចិត្តដូរវិធីសាស្ត្រនៅពេលក្រោយដែលមានមតិយោបល់កើតឡើងគាត់បានធ្វើអ្វីដែលខុសពីមុនគឺគាត់មិនបានឆ្លើយតបឡើយគាត់មិនបានការពារខ្លួនឡើយគាត់គ្រាន់តែទទួលស្គាល់វាដោយទឹកមុខធម្មតារួចបន្តទៅមុខទៀតវាមានអារម្មណ៍ចម្លែកនៅពេលដំបូងមានការជំរុញចិត្តយ៉ាងខ្លាំងចង់និយាយអ្វីមួយចង់កែតម្រូវចង់រុញច្រានមកវិញប៉ុន្តែគាត់បានទប់ចិត្តប្រតិកម្មដែលគេរំពឹងទុកមិនបានកើតឡើងឡើយមានការរីកធំនៃចំនួនគ្មានការបន្តគណៈនោះបានកន្លងហួសយ៉ាងលឿនហើយយូរទៅនៅពេលដែលគាត់បន្តឆ្លើយតបបែបនេះមតិយោបល់ទាំងនោះក៏កាន់តែមិនសូវមាននៅពេលគ្មានប្រតិកម្មវាក៏គ្មានរង្វាន់សម្រាប់អ្នកដែលចង់ឌឺដងដែរអន្ទាក់នោះលែងមានប្រសិទ្ធភាពនេះគឺជាគន្លឹះក្នុងការដោះស្រាយជាមួយការឌឺដងអ្នកមិនមែនប្រយុទ្ធជាមួយវាឡើយអ្នកដកខ្លួនចេញពីវាអ្នកស្គាល់វាថាវាជាអ្វីហើយអ្នកជ្រើសរើសមិនចូលរួមព្រោះការឌឺដងមានប្រសិទ្ធភាពលុះត្រាតែអ្នកចូលរួមចំណែកប្រសិនបើគ្មានប្រតិកម្មរបស់អ្នកវានឹងបាត់បង់អំណាចរឿងនេះត្រូវការការដឹងខ្លួនអ្នកត្រូវតែអាចកត់សម្គាល់ឃើញនៅពេលដែលអ្វីមួយត្រូវបានគេរចនាឡើងដើម្បីជំរុញឲ្យអ្នកខឹងមិនមែនរាល់ការមិនយល់ស្របសុទ្ធតែជាការឌឺដងឡើយប៉ុន្តែចំនួនជាច្រើនគឺពិតជាដូច្នោះមែនទឹកដមសម្លេងពេលវេលចេតនានៅពីក្រោយសម្លេងទាំងអស់នេះគឺជាសញ្ញា
ហើយនៅពេលដែលអ្នកចាប់ផ្ដើមឃើញពួកវាអ្នកនឹងទទួលបានសមត្ថភាពក្នុងការជ្រើសរើសការឆ្លើយតបរបស់អ្នកវាក៏ត្រូវការវិន័យផងការជំរុញចិត្តចង់មានប្រតិកម្មនឹងនៅទៅប្រតិកម្មនោះហើយគឺជាអ្វីដែលស្ថានភាពនោះត្រូវបានគេរចនាឡើងដើម្បីឲ្យអ្នកធ្វើហើយនៅពេលអ្នកស្គាល់រឿងនោះអ្នកអាចជ្រើសរើសខុសពីមុនការមិនរវីរវល់នឹងការឌឺដងមិនមែនជារឿងអកម្មឡើយតែវាជារឿងចេះជ្រើសរើសវាជារឿងសម្រេចចិត្តថាធម្មពលរបស់អ្នកមិនសមនឹងចំណាយលើស្ថានភាពដែលគ្មានតម្លៃឡើយវាជារឿងរក្សាការគ្រប់គ្រងលើខ្លួនឯងទោះបីជាអ្នកដទៃកំពុងព្យាយាមរំខានវាក៏ដោយនឹងមានគ្រាដែលអ្នកត្រូវបានគេលបួងឲ្យចូលរួមនៅពេលដែលមតិយោបល់នោះមានអារម្មណ៍ថាត្រង់ពេកជារឿងបុគ្គលពេកដែលមិនអាចរំលងចោលបានប៉ុន្តែទាំងនោះហើយគឺជាគ្រាដែលការឆ្លើយតបរបស់អ្នកមានតម្លៃបំផុតព្រោះប្រសិនបើអ្នកអាចរក្សាភាពនឹងនរកក្នុងស្ថានភាពទាំងនោះអ្នកនឹងបំបីតម្រង់បែបបទនោះបានទាំងស្រុងយូរទៅរឿងនេះនឹងផ្លាស់ប្ដូររបៀបដែលអ្នកដទៃប្រស្រ័យតាក់ទងជាមួយអ្នកមនុស្សដែលពឹងផ្អែកលើការឌឺដងនឹងបាត់បង់ការចាប់អារម្មណ៍នៅពេលដែលពួកគេមិនទទួលបានប្រតិកម្មពួកគេនឹងដើរចេញទៅហើយអ្នកនឹងត្រូវបានទុកឲ្យនៅជាមួយនឹងអ្វីមួយដែលមានតម្លៃជាងនោះគឺការផ្ដោតអារម្មណ៍របស់អ្នកភាពស្ងប់ស្ងាត់របស់អ្នកនិងការគ្រប់គ្រងរបស់អ្នកនៅពេលក្រោយដែលអ្នកមានអារម្មណ៍ចង់មានប្រតិកម្មចូលឈប់បន្តិចមើលស្ថានភាពឲ្យបានច្បាស់លាស់សួរខ្លួនឯងថាតើនេះគឺជាការសន្ទនាពិតប្រាកដឬគឺជាការឌឺដងហើយប្រសិនបើវាជាការឌឺដងចូលជ្រើសរើសមិនចូលរួមពីព្រោះមិនមែនគ្រប់មតិយោបល់សុទ្ធតែសមនឹងទទួលបានការឆ្លើយតបឡើយហើយមិនមែនគ្រប់ការប្រជុំសុទ្ធតែសមនឹងទទួលបានការចាប់អារម្មណ៍ពីអ្នកឡើយនៅពេលអ្នករៀនស្គាល់នឹងមិនរវីរវល់នឹងអន្ទាក់នៃការឌឺដងអ្នកនឹងឈប់ត្រូវបានគេគ្រប់គ្រងដោយការជំរុញពីខាងក្រៅហើយអ្នកចាប់ដើមធ្វើសកម្មភាពចេញពីកន្លែងនៃសេចក្តីស្ងប់និងការជ្រើសរើសដោយដឹងខ្លួន